បាទសូមជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាសូមស្វាគមន៍ការចូលមកកាន់ការ slide presentation អំពី delivery app ខ្ញុំបាទឈ្មោះប៊ឿនសូនីរៀនថ្នាក់ Master of Information Technology Generation 6 subject iOS Mobile Lecturer Mr. Harudom yes ថ្ងៃនេះគឺយើងនិយាយអំពីការ clone នឹង UI delivery app ដែលក្នុងនោះគឺយើងធ្វើការ clone ទៅលើ function សំខាន់មួយចំនួនរបស់ app ហើយនឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ platform Flutter framework ហើយមួយទៀត key feature របស់យើងគឺ subject របស់យើងគឺបាន include ជាមួយនឹងការ relation essential feature delivery app ឲ្យវាដូចទៅនឹងការប្រើប្រាស់ទូទៅសម្រាប់ការ delivery បច្ចុប្បន្នហើយមួយទៀតគឺការ design របស់យើងគឺតម្រូវទៅលើការប្រើប្រាស់ទៅលើគ្រប់ platform មានថា responsive ទៅលើគ្រប់អេក្រង់យ៉ាkey feature របស់យើងទី1គឺយើង app គឺគាត់អាចធ្វើការ multi login multi user login មានថាអាចធ្វើការ login ក្នុងពេលតែមួយជាមួយនឹង user ច្រើនទី2យើងមាន cloud database មានថាយើងរក្សាទិន្នន័យរបស់ app របស់យើងគឺប្រើ Firebase ដែលជា cloud base ដែលអនុញ្ញាតឲ្យ user របស់យើងគាត់ access គ្រប់ទីកន្លែងនៅពេលដែលគាត់មាន internet ទី3គឺយើងប្រើ button navigation មានយើងប្រើ button Siri ទំនើបមានថាស្អាតហើយមួយទៀតគឺយើងប្រើ modern UI UI ដែរថ្មីនឹងឯងពាក់ព័ន្ធនឹង screen របស់យើងគឺយើងមានមួយចំនួនដូចជាទី1គឺយើងមាន home screen ដែលជាប៊ូតុង pop up ជា screen pop up របស់យើងដែលយើងចេញមកនៅពេលដែលយើង reload app របស់យើងហើយទី2គឺពាក់ព័ន្ធជាមួយនឹង register screen មានន័យគឺជាកន្លែងសម្រាប់ធ្វើការចុះឈ្មោះ user នៅពេលដែលជា user ថ្មីដែលអត់ទាន់មាន account នៅក្នុង app របស់យើងហើយក្នុងនឹងដែរគឺយើង verify ជាមួយនឹង email អញ្ចឹង email មួយគាត់អាចធ្វើការ register បានតែម្ដងតែប៉ុណ្ណោះហើយទី2គឺយើងមាន login screen មានន័យថាគាត់បាន register រួចហើយពេលដែលទៅក្រោយគាត់មិនចាំបាច់ធ្វើការ register ទៀតទេគឺគាត់អាចធ្វើការ login បាននៅពេលដែលគាត់មានការ register រួចហើយ screen ទី3នេះគឺពាក់ព័ន្ធជាមួយនឹង home screen របស់យើងគឺជាកន្លែងដែល show នៅ product ទាំងអស់ដែលយើងមានជា category មួយsorry ទី1គឺយើងមានដូចជា logo ក្រុមហ៊ុនរបស់យើងទី2 profile ទី3មាន search button ទី4មាន category ទី5មានgallery ពាក់ព័ន្ធជាមួយនឹង product របស់យើងផងដែរសម្រាប់ screen ទី5របស់យើងគឺយើងមាន detail screen មានន័យថាពេលដែលយើងធ្វើការ click នៅលើ product ណាមួយគឺនឹងវានឹងធ្វើការនាំយើងទៅកាន់ detail screen យើងអាចគេ show ទៅលើទី1ពាក់ព័ន្ធមួយ product iMac ទី2 product name ទី3តម្លៃទី4ពាក់ព័ន្ធមួយ detail ទី5 quality ទី6តម្លៃពេលដែលយើងធ្វើការ quantity ហ្នឹងquantity ហ្នឹងហើយយើងអាចធ្វើការ order អញ្ចឹងចំនួនវាទៅតាមនឹងហើយតម្លៃក៏វា generate ទៅតាមនឹងដែរឧទាហរណ៍បើ150យើងកំង2វាឡើង100អញ្ចឹងទៅអូខេពេលដែលយើងធ្វើការ order រួចហើយទី3គឺយើងមានប៊ូតុង order មួយទៀតនៅលើ home screen របស់យើងគឺ sorry យើងមានប៊ូតុង order អញ្ចឹងយើងធ្វើការពេលដែលយើង order រួចហើយយើងនឹងធ្វើការចូលមកកាន់កន្លែង order របស់យើង order របស់យើងគឺយើងមានទីតាំងពេលដែលយើងធ្វើការចុច click order នេះវានឹង pop up ឲ្យយើងធ្វើការបញ្ចូលទីតាំងអញ្ចឹងខ្ញុំចូលទីតាំងរួចហើយវានឹងយកមក show ឲ្យយើងនៅលើ screen នេះ screen order នេះទី2ពាក់ព័ន្ធនឹង product ដែលយើងបាន order ទី3ពាក់ព័ន្ធមួយចំនួនទី4ពាក់ព័ន្ធតម្លៃទី5ពាក់ព័ន្ធមួយ status យ៉ាហើយអេក្រង់ទី7របស់យើងគឺពាក់ព័ន្ធជាមួយនឹង wallet អញ្ចឹង wallet គឺមាន show ទី1ពាក់ព័ន្ធមួយ money នៅក្នុង wallet របស់យើងទី2ពាក់ព័ន្ធជាមួយនឹងនេះប៊ូតុងសម្រាប់ធ្វើការគេហៅថាប៊ូតុងដែលយើងប្រើប្រាស់ជា shortcut ប៊ូតុងដែលអាចឲ្យយើងធ្វើការ add អាចថា50ឬ100អញ្ចឹងទៅតែបើយើងអត់ចង់ add អញ្ចឹង click ទាំងអស់ហ្នឹងទៅយើងអាចធ្វើការចុច add money ហើយតោះមកយើងធ្វើការបញ្ចូល amount ដែលយើងចង់ add ទៅហើយតោះមកយើងចុចបញ្ចូលវាទៅអាហ្នឹងគឺគេប្រើ strap សម្រាប់ធ្វើការ connect ទៅប៉ុន្តែក្នុងនេះយើងអត់ទាន់បានធ្វើទៅដល់ហ្នឹងទេហើយទី3គឺយើងមានsorry ទី8គឺយើងមាន
បន្តមួយទៀតគឺប្រព័ន្ធជំនួស profile អញ្ចឹងកន្លែងចុងបំផុតនេះគឺយើងបង្ហាញទៅលើ profile របស់យើងទី1ប្រព័ន្ធមួយឈ្មោះទី2រូបភាពឈ្មោះ email ហើយនឹងប៊ូតុង logout ឬ account អីផ្សេងៗយ៉ាអញ្ចឹងនៅក្នុង slide presentation របស់យើងគឺមានតែប៉ុណ្្នឹងសរុបមកវិញគឺ delivery app យើងគឺយើង clone មកទៅលើ app របស់ផ្ទះដូច delivery មែនតើអញ្ចឹងហើយយើងធ្វើការ access មកទី user support មានការ using cloud base customer អាចធ្វើការទិញនិងការកម្មង់តាម online បានដោយប្រើប្រាស់ credit card យ៉ាអញ្ចឹងសម្រាប់ slide presentation ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងយើងទៅកាន់នេះយើងទាំងអស់គ្នាទៅកាន់ app របស់យើងទាំងអស់គ្នាអញ្ចឹងអូខេខ្ញុំចូលមកកាន់ app យើងអញ្ចឹងធ្វើការ reload screen របស់យើងចូល reload screen giờ xong luôn trăm tích với con công tay lốt cho nên vô vị trí nếu nói vì trong cả screen số mới như vô vị trí block chẳng bây giờ dương reload screen thay mắc cứ dương tranh chỉ tôi tới cứ tranh ở startup tại để sao ta nhầm trên configuration đạo trên một login môn chẳng tới chẳng bây giờ dương show login cứ bây giờយើងកំពុង login យើងអាចធ្វើការបើសិនជាយើងមាន account ស្រាប់យើងអាចធ្វើការ login ចូលតែបើយើងអត់ទាន់មានទេយើងអាចធ្វើការចុចលើប៊ូតុង sign up ដើម្បីធ្វើការចុចឈ្មោះ user របស់យើងអញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍ពីការចុចឈ្មោះទៅមុនអញ្ចឹងពេលដែលយើងបានប៊ូតុងចុចឈ្មោះមកយើងអាចធ្វើការ type name របស់យើងចូលខ្ញុំអាចថា P O U R N S O N Y ឬ Sony email គឺខ្ញុំវាយថា P O U R N S O N Y ថា1 2 3 4 5 @gmail.com ហើយមួយទៀតយើងធ្វើការវាយ password ចូល password ដាក់ថា Sony @ 1 2 3ចុះអូខេអញ្ចឹងខ្ញុំធ្វើការ sign up mua cái file app tới bây giờ sign up successfully mình nó hay khơi bây giờ dương sign up cho mất cứ cho là homepage với những khơi miền ở trong miền ở tại cái trang bây giờ được chỉ visa category burger category rồi có mi ấy xanh tới sao ta anh ấy dương từ tại và đặt dương bình tích cho nhận toàn này các bạn khúc chấm đừng nghĩ dương miền visaนี่เบอร์เกอร์แต่เบอร์เกอร์ยังมีแต่ปีอันนี้ยังเชื่อ example database chẳng hạn chẳng như một chỗถ้าเป็นโจทย์ visa เหมือนวิดาว visa มาอันนี้คือ visa แต่ database ยังเป็นโจทย์คือมีโจทย์ visa ประดายังเรามีติดchẳng như một chỗ example thế chẳngอันนี้คือตัดเลยวิดได้ทำnăng chẳng tới chẳng bây giờ dương cho một hơiประดาnăng hết bây giờ dương trong mưa mất dương ảnh thực ca chụp một lượt bật tông này để mấy thực ca câu từ được thế nhưng cho từ đó là thế nhưng khơi miền thì muối tông bẹt từ can hồn phải quánh thì pi bẹt con hộp hiệp và đặt vào dưới thì bay bẹt con mày ném và đặt ném thì muốn đầm lái thì prang đầm lái cứ đầm lái môi unit hay thì prang cứ bẹt con detail bảo của đá thì của muối ở con thì thí cho nhà thực hành clip rồi còn clip tam lên dân tự giống bây giờ dân increase từ lại ở dưới nó thực ca côn lắng bây giờ bài hát có những cái đăng phí và làm mà đổi bay là một loại hại chúng ta phải chọn những chỗ thư cam cho bờ tông order trong khi bờ tông order bên pop app ở dương bên ở user address trong tay để sao ta trong app nàyคือมี error จำนวนแบบว่าหน่วย stress จังให้บ้านเชียร์อะไรนั่นở bàn sâu trên nào dạng sâu chia sẻ phòng trong bây giờ dương ở thư cam order của những thư cam vẹn một bánh trong thư cam cho thư camตรง order ไปยืนนุ๊กตรง order ไปยืนเป็นโชว์มาแบบวันชั่วโมงนึงประดับไปที่มัน order บนใต้แบบวันแบบ order mìnhนี่คืออัดบานไปจอบมา100%เทปบริษัทบนตรง order นี่คืออัดบานแบบดังชั่วโมงนึงดับไปยืนเต็มจังโดยยังใหญ่ยังคือโดยสารตัว error ชั่วโมงนึงstrap จังหลายนี่คือยงโด
ដោយសារពេលវេលាយើងខ្លីអញ្ចឹងខ្ញុំក៏ manual សិនមានថាវានឹងសូម app នេះប៉ុន្តែ app នេះជាក់ស្ដែងគឺអត់ទាន់អាចសូមឲ្យដឹងនេះគ្រាន់តែជា interface ដែលខ្ញុំ manual ចូលទេដែរតែប៉ុន្តែមួយកន្លែងនេះយើងនឹងឃើញការ pending អញ្ចឹង pending លុះត្រាតែមាន admin dashboard មួយទៀតគាត់ approve ឬថា delivery ទៅproduct នេះគាត់ដាក់ delivery អញ្ចឹងទៅយ៉ាកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងហើយមួយទៀតយើងមកអាន pack wallet តែប៉ុន្តែ wallet គឺមានទីមួយពាក់ព័ន្ធទៅប្រាក់ amount ស្រុកនៅក្នុង wallet របស់យើងទីពីរពាក់ព័ន្ធនឹងបេតុងដែលអាចធ្វើជាអាចធ្វើការ add amount បានបន្ថែមតាមរយៈការ add ពី credit card របស់យើងចូលទៅក្នុង wallet ហ្នឹងហើយទី3ពាក់ព័ន្ធនឹងបេតុង add money ចឹងបេតុង add money គឺយើងអាច add ហើយពេលដែលយើង click ទៅវានឹង show ទៅលើbox ដែលអាចឲ្យយើងធ្វើការ input ចំនួនទឹកប្រាក់ដែលយើងអាចធ្វើការដែលយើងចង់ add បានប៉ុន្តែដោយសារតែកន្លែងនេះវាធ្វើការជាមួយ step ដែរអញ្ចឹងពេលដែលខ្ញុំ error step ទៅបេតុងនេះក៏វាអត់ទៅដែរអញ្ចឹងសូមអធិស្ឋានtrongចំណុចនេះមួយទៀតយ៉ាអញ្ចឹងទៅលើទាំងអស់ហ្នឹងគឺយើងក៏ដូចជាមួយនឹង step និង database ដូចគ្នាហើយdatabase យើងក៏ error ទៅលើ profile ដែរអញ្ចឹងបែបខ្ញុំគឺមានតែប៉ុណ្្នឹងដោយសារពេលវេលាយើងខ្លីហើយដល់ deadline អញ្ចឹងខ្ញុំសូមធ្វើការបញ្ចប់ដំណឹងសិនហើយនឹងសន្យាថានឹងធ្វើវាចប់ហើយសូមអធិស្ឋានចំពោះលោកគ្រូនិងអ្នកនរគ្នាផងដែរដែលបច្ចេកនេះពេលខ្ញុំ present នេះបានតែប៉ុណ្្នឹងបាទជាចុងក្រោយមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា